ต้องเข้าสมองพ่อนะแล้วก็ตามไปทางซอกมันไปหลังกล้องសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាហ្នឹងហើយវីដេអូថ្ងៃនេះបងប្អូនបើកមកគឺឃើញខ្ញុំកំពុងតែកោសក់ឲ្យកូនប្រុសខ្ញុំចាព្រោះថាក្រុមគ្រួសាររបស់ខ្ញុំកំពុងតែកាន់ទុកចានៅលោកពុកក្មេកចាគាត់បានទទួលមរណភាពចានិយាយទៅគឺថាភ្លាមមែនតែនចឹងហើយឥឡូវគ្រាន់តែទទួលដំណឹងភ្លាមហ្នឹងគឺថាប្តីខ្ញុំគាត់រត់ទិញសបត់គាត់ថាអត់បានភ្លាមទេបងប្អូនចាត្រូវចាំមួយថ្ងៃទើបមាន fly ហោះទៅចាចឹងឥឡូវគឺគាត់ចេញដំណើរទៅស្រុកខ្មែរហ្នឹងគាត់ត្រូវឡើងយន្តហោះនៅម៉ោង6 ព្រឹកចាចឹងឥឡូវគឺគាត់ចេញពីផ្ទះទៅម៉ោង4ចាដើម្បីធ្វើការ check in អីចឹងណាហើយក៏មានពូមីងចាគាត់រួមដំណើរទៅជាមួយដែរលោកពូគាត់គឺជាប្អូនប្រុសពៅរបស់ប៉ាក្មេកខ្ញុំចាគាត់ទៅជាមួយនឹងប្រពន្ធគាត់ហើយពូមីងគាត់រស់នៅខាងរដ្ឋចរចាទេបងប្អូនចាទីក្រុង Atlanta ចាហើយទិញសបត់នៅខាងហ្នឹងគឺឡើងពី Atlanta ទៅកូរ៉េហ្នឹងចាពីកូរ៉េទៅខ្មែរហ្នឹងគឺថ្លៃចាសបត់យន្តហោះដល់ទៅ 4000 ណាដល់ពេលបើសិនជាគាត់មកឡើងនៅខាង Greenboro រួចហើយឈប់នៅ Atlanta ហ្នឹងចារួចទៅបន្តដំណើរទៅខាងកូរ៉េទៅស្រុកខ្មែរហ្នឹងគឺតាម1680ទេចាគឺថាខុសគ្នាច្រើនមែនតែនចឹងហើយពូមីងក៏សម្រាប់ចិត្តថាសុកចិត្តបើកឡានពី Atlanta ចាមកខាង Greenboro North Carolina នេះរយៈពេល4ម៉ោងណាចាមកស្នាក់ផ្ទះខ្ញុំប្រហែលម៉ោងរួចហើយឡើងយន្តហោះទៅជាមួយប្តីខ្ញុំចាចឹងប្តីខ្ញុំទិញសបត់អស់តាម1600ទេក៏ប៉ុន្តែគាត់ទៅតាមមួយអាទិត្យណាចំណែកពូមីងគាត់ទៅ2អាទិត្យចាគឺគាត់ទិញអស់ម្នាក់1680ចាខុសគ្នាតែ$80ទេចាចឹងឥឡូវហ្នឹងគឺគាត់ហោះចេញពី Greenboro ចាទៅ Atlanta ចរចាពី Atlanta ចរចាទៅកូរ៉េចាពីកូរ៉េហើយទៅដល់ស្រុកខ្មែរតែម្ដងចាចឹងហើយការធ្វើដំណើរទៅស្រុកខ្មែរជើងនេះគឺថាអត់ដូចជើងរត់ដងទេសម្រាប់ប្តីខ្ញុំណាចាគឺគាត់មកនៅអាមេរិកនឹង10ឆ្នាំជាងហើយគាត់ទៅខ្មែរគឺញឹកណាស់បងប្អូនក៏ប៉ុន្តែជើងមុនគឺទៅដោយភាពសប្បាយរីករាយប៉ុន្តែជើងនេះគឺថាគឺមានទុកមែនតែនតែម្ដងហើយខ្ញុំទទួលដំណឹងគឺថាភ្លាមបងប្អូនចាដោយសារប៉ាក្មេកគាត់បាក់ឡានសុកទេក៏ប៉ុន្តែគាត់កាំងបេះដូងចាស្រាប់តែបាត់មាត់បាត់កគឺទទួលមរណភាពភ្លាមតែម្ដងចាចឹងឥឡូវប្តីខ្ញុំកំពុងតែនៅលើកប៉ាល់ហោះហ្នឹងគឺពីទីក្រុង Atlanta ទៅខាងប្រទេសកូរ៉េចាចឹងឥឡូវនៅតាមផ្លូវគឺជិះយូរមែនតែនក៏ប៉ុន្តែខាង data នេះអត់មានអីញ៉ាំទេបងប្អូនចានិយាយទៅគេឲ្យបាយមួយពេលដែរក៏ប៉ុន្តែម្ហូបយឺញ៉ាំអត់កើតចឹងណាហើយនេះមានជាមួយនំ muffin អីតិចតួចនិយាយទៅគឺថាផ្អែមខ្លាំងមែនតែនចាពូគាត់ប្រសាទកើតទេគឺខ្ចប់ទុកវិញចឹងហើយគឺថាម្នាក់ដាច់បាយដាច់ទឹកចាជិះពីអាមេរិកទៅខាងកូរ៉េហ្នឹងហើយគេនិយាយទៅនេះបងប្អូនគេដាក់នំដាក់ទឹកដាក់អីឲ្យយើងតិចតួចចាបើយើងឃ្លានគឺទៅយកញ៉ាំខ្លួនឯងអញ្ចឹងណាក៏ប៉ុន្តែបើសិនជាម្ហូបអាហារអីគឺថាអត់ដូចយើងជិះកូរ៉េទេការខ្ញុំទៅខ្មែរគឺពួកខ្ញុំជិះជាមួយនឹងកូរ៉ៀនណាចាកូរ៉ៀនអែร์ហ្នឹងគឺជិះរបស់កូរ៉េរហូតដល់ពេលអញ្ចឹងទៅគឺថារបស់របរញ៉ាំអត់ខ្វះទេបងប្អូនអញ្ចឹងហើយបើសិនជាបងប្អូនចាជិះជាមួយនឹង data នេះគួរតែត្រៀមរបស់ញ៉ាំទៅជាពិសេសគឺថាអត់ចំពោះអីវ៉ាន់ណាគឺគេឲ្យយើងតាមអាកេសទេចាដោយសារតែភ្លាមពេកអញ្ចឹងហើយគឺអត់បានឆែកមើល fly ណាអីច្រើនទេបងប្អូនវាថាទេទៅខាងអ្នកលក់សបត់ហ្នឹងប្រាប់គាត់ថាជើងហោះហើរណាដែលលឿនជាងគេគឺទិញយកជើងនឹងអញ្ចឹងណាអញ្ចឹងហើយគឺមានតែជើងមួយនឹងទេដែលអាចចេញលឿនជាងគេក៏ប៉ុន្តែនៅតែខាត់ពេលអស់មួយថ្ងៃចាអត់បានទៅភ្លាមទេហើយសម្រាប់ពិធីបុណ្យសពវិញគឺថាអត់តាន់បូជាទេគឺត្រូវចាំប្តីខ្ញុំទៅដល់ទើបបានបូជាព្រោះថាប៉ាក្មេកគាត់មានកូនតែ2នាក់ហើយប្តីខ្ញុំគឺជាកូនពៅហើយពិធីបុណ្យនោះគឺធ្វើនៅផ្ទះបងប្រុសប្តីខ្ញុំគឺនៅខាងខេត្តកំពង់ស្ពឺព្រោះថាពេលដែលប៉ាគាត់មានបញ្ហាហ្នឹងគឺគាត់នៅកំពង់ស្ពឺនឹងស្រាប់បងប្អូនអញ្ចឹងហើយអត់ចង់ដឹកទៅមកបំពេញដើម្បីធ្វើបុណ្យណាចាគឺសម្រាប់ចិត្តថាធ្វើបុណ្យនៅផ្ទះបងគាត់នៅខាងកំពង់ស្ពឺនឹងអញ្ចឹងទៅចឹងឥឡូវហ្នឹងមកដល់កូរ៉េភ្លាមគឺថាប្តីខ្ញុំគាត់រកអីឲ្យពូមីងគាត់ប្រសាសិនព្រោះថាគាត់ជិះមកហ្នឹងគឺថាដាច់បាយដាច់ទឹកហើយនៅលើយន្តហោះហ្នឹងចាដោយសារតែគេអត់មានអីឲ្យញ៉ាំហើយបើសិនជាដឹងមុនក៏ត្រៀមមីកំប៉ុងអីយកទៅតាមខ្លួនដែរបងប្អូនចាដើម្បីកុំឲ្យហេវពេកក៏ប៉ុន្តែវាថាអត់ដឹងធ្លាប់តែជិះរាល់ដងរបស់ញ៉ាំបបោអញ្ចឹងចាចឹងឥឡូវហ្នឹងគឺប្តីខ្ញុំកំពុងទៅដើរទៅរកកន្លែងងូតទឹកបងប្អូនដោយសារតាតាមផ្លូវពី Atlanta ម
មកកូរ៉េហ្នឹងគាត់ញ៉ាំកាហ្វេទៅកពុបពេញខ្លួនចាចឹងហៅកន្លែងដើម្បីទៅងូតទឹកហើយកន្លែងងូតទឹកគេហ្នឹងគឺងូតទឹកអស់ម្នាក់$5គេមានកសែងមានអីឲ្យយើងអញ្ចឹងណានៅពលានហ្នឹងហើយមានកន្លែងសារៈនេះហើយទិញអាវថ្មីមួយពាក់ទៅព្រោះថាអាវចាស់ហ្នឹងកពុបកាហ្វេហើយធំក្លិនល្ងោងហ្មងណាចឹងឥឡូវហ្នឹងគឺថាគាត់ទៅដល់ស្រុកខ្មែរហើយបងប្អូនចាហើយទៅដល់ហ្នឹងគឺថាមកជើងនេះគឺនៅសល់តែរូបថតទេដោយសារតែទៅជើងមុនគឺតែងតែមានប៉ាក៏ឈរចាំទទួលអញ្ចឹងណាក៏ប៉ុន្តែទៅជើងនេះគឺថាស្លុតមែនតែនហើយខ្ញុំចង់ទៅណាបងប្អូនក៏ប៉ុន្តែដោយសារតែជាប់កូនពិបាកពេកអញ្ចឹងណាចឹងហើយក៏សម្រាប់ចិត្តថាឲ្យគាត់ទៅតែឯងទៅវាថារវល់ចេះលឿនចាកុំឲ្យពិបាករត់ចាប់កូនអញ្ចឹងព្រោះថាកូនគាត់លពើដែរអញ្ចឹងឥឡូវមកដល់ហ្នឹងគឺពិធីបុណ្យគឺនៅខាងកំពង់ស្ពឺបងប្អូនចឹងហើយគឺវាថាអត់សូវមានមិត្តភ័ក្តិប៉ាគាត់មកអត់ទេព្រោះថាវាឆ្ងាយចឹងហើយក៏វាថាមានតែញាតិមិត្តស្និទ្ធចាអ៊ំពូមីងចាដែលគាត់ត្រូវជាបងប្អូនរបស់ម៉ាក់ក្មេកចាគាត់មកចូលរួមចឹងទៅហើយសម្រាប់ខ្ញុំអ្នកនៅអាមេរិកនេះគឺអត់បានទៅក៏ពិតមែនក៏ប៉ុន្តែពួកខ្ញុំកាន់ទុកចានិយាយទៅគឺកោសក់ឲ្យកូនប្រុសនេះដើម្បីជាការកាន់ទុកដល់កុងអញ្ចឹងណាព្រោះថាកុងក៏ធ្លាប់មើលថែកូនប្រុសខ្ញុំមួយនេះរយៈពេល5-6 ខែពេលដែលគាត់មកអាមេរិកដែរបងប្អូនហើយនិយាយទៅសម្រាប់ប៉ាម៉ាក់ក្មេកគឺគាត់មាន green card ចាមានសិទ្ធិរស់នៅក្នុងប្រទេសអាមេរិកទាំងពីរអ្នកបងប្អូនចាក៏ប៉ុន្តែគាត់អត់បាននៅជាប់ទេចាវាថាគាត់ទៅមកហើយពេលដែលគាត់ទៅខ្មែរគឺគាត់តែងតែធ្វើ re-entry permit ចាដើម្បីចេញក្រៅអាមេរិកបានយូរចាព្រោះថាបើយើងចេញយូរវាដាច់ green card តោះអញ្ចឹងដើម្បីកុំឲ្យដាច់ហ្នឹងគឺគាត់ធ្វើជាមួយกระดาษហ្នឹងចាប៉ុន្តែនៅពេលដែលកូវីដផ្ទុះចាវាថាពិបាកក្នុងការធ្វើដំណើរត្រូវពិនិត្យសុខភាពត្រូវមានវ៉ាក់សាំងអីគេទាមទារយ៉ាងតឹងរឹងអញ្ចឹងហើយគាត់ក៏អត់បានឡើងមកអាមេរិកហ្នឹងទេចាអញ្ចឹងក៏ផុតជាមួយនឹង re-entry permit រយៈពេល2ឆ្នាំហ្នឹងទៀតអញ្ចឹងណាចាអញ្ចឹងក៏គាត់ខកខានអត់បានមកអាមេរិកទៅហើយនិយាយទៅបើសិនជាគាត់វាថាមានបញ្ហាអញ្ចឹងនៅប្រទេសអាមេរិកខ្ញុំជឿថាពេទ្យនៅនេះគេអាចជួយបានបងប្អូនចាព្រោះថាករណីបែបនេះនៅក្នុងប្រទេសអាមេរិកនេះគឺថាសម្បូរមែនតែនដូចជាអ្នកដែលធ្លាប់ធ្វើការមួយប្តីខ្ញុំចា2នាក់ហើយចាគាត់កាំងបេះដូងអញ្ចឹងក៏ប៉ុន្តែពេលដែលឡើងសង្គ្រោះមកគឺគេមានឧបករណ៍សង្គ្រោះចាដូចជាឧបករណ៍ឆក់បេះដូងនិងថ្នាំចាក់ដើម្បីឲ្យវាលាយឈាមព្រោះថាវាអាចនឹងស្ទះសរសៃឈាមបេះដូងអីអញ្ចឹងណាចានិយាយទៅគឺថាយើងរៀងអស់ចិត្តជាងការដែលវាថាគាត់អត់មានបានទទួលការសង្គ្រោះអីទាំងអស់បងប្អូនចាគ្រាន់តែគាត់កាំងហ្នឹងគឺដឹកយកទៅពេទ្យស្រាប់តែពេទ្យគេថាគាត់បានផុតទៅហើយគឺគេអត់មានថាជួយសង្គ្រោះឆក់បេះដូងអីអញ្ចឹងណាដល់ពេលអញ្ចឹងទៅវាលឿនពេកធ្វើឲ្យខាងពួកខ្ញុំនេះវាថាពិបាកទទួលយកដែរហើយចំពោះរឿងអ្នកជំងឺចារឿងការព្យាបាលហ្នឹងក៏ជាមូលហេតុដែលធ្វើឲ្យប៉ាក្មេកខ្ញុំគាត់ចង់នៅអាមេរិកជាប់ដែរបងប្អូនចាគាត់តែងតែនិយាយថាបើសិនជាគាត់មកនៅអាមេរិកបានអ្នកណាគេពិនិត្យជំងឺឲ្យអ្នកជំងឺរបស់គាត់ចាព្រោះថាគាត់មានម៉ួយជាប្រចាំដែលជាមនុស្សចាស់អីអញ្ចឹងណាទោះជាគេលក់ផ្ទះទៅដល់ណាក៏ដោយក៏គេនៅតែត្រឡប់មកឲ្យគាត់មើលជំងឺដល់ពេលអញ្ចឹងទៅគាត់ចិត្តអត់ដាច់ទេហើយកុំឲ្យអ្នកជំងឺហ្នឹងមកគោះទ្វារគាត់ម៉ោងថ្មណាក៏គាត់បើកពិនិត្យថ្មហ្នឹងបងប្អូនចាហើយបើទៅញ៉ាំអីវិញចាគាត់ចាំតតែពិនិត្យជំងឺឲ្យគេអស់ទៅជួនណាទៅដល់ហាងគឺគេបិទតូបក៏មានដែរចាំមិនថាសម្រាប់ប៉ាក្មេកខ្ញុំគឺគាត់ស្រឡាញ់វាថាវិជាជីវៈជាដុកទ័រនឹងមែនតែនចាក៏ប៉ុន្តែនិយាយទៅកូនអីអត់មានអ្នកណាស្នងតំណែងគាត់ទេវាថាជំនាញផ្សេងអីអញ្ចឹងណាអូខេចឹងវីដេអូក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចូលមកទស្សនាជាមួយវីដេអូរបស់នាងខ្ញុំចាជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណ